Hello everyone សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសិក្សាភាសាអង់គ្លេសជាបន្តហើយនៅក្នុងវីដេអូនេះគឺជាវីដេអូទី6ដែលយើងនឹងត្រូវសិក្សាជាប់ទាក់ទងជាមួយនឹងការប្រើប្រាស់ស្រៈផ្សំដែលភាសាអង់គ្លេសយើងហៅថា deep song ហើយក៏យើងបានស្គាល់មកហើយអំពីស្រៈគោលនៅក្នុងភាសាអង់គ្លេសទាំង5គឺ A E I O O U ទាំង5ហើយនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាទៅលើស្រៈផ្សំបន្តទៀតចំនួន4ទី1គឺដើមដោយអក្សរ O A O A O A កាលណាដល់ជាប់គ្នាចេះស្មើនឹងស្រៈ O ស្មើនឹងស្រៈ O អញ្ចឹងយើងចូលទៅមើលឧទាហរណ៍ពាក្យថា boat boat ឥឡូវយើង spell មក B ស្មើនឹងបសំលេងប T ស្មើនឹងថស្មើនឹងថសំលេងថប O ថ boat យើងប្រើថាទូឬក៏មកពាក្យទៀតពាក្យថា soap ពាក្យថា soap សអូមផ soap សាប៊ូចា I wash my hand with soap អញ្ចឹងទៅអូខេអញ្ចឹងយើងចូលទៅមើល deep song ទី22គឺ OE ក៏ស្មើនឹងស្រៈ O ដូចគ្នាឥឡូវយើងចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ពាក្យថាថោយើងប្រើថាម្រាមជើងរបស់យើងគឺភាសាអង់គ្លេសគេហៅថាថោគឺថោឥឡូវមកពាក្យទៀតពាក្យថារោពាក្យថារោយើងប្រើថាពងត្រីអង់គ្លេសហៅថារោអូខេឥឡូវយើងចូលទៅមើល deep song បន្តគឺ OI ស្មើនឹង OI អូខេឥឡូវយើងចូលទៅមើលឧទាហរណ៍ពាក្យថា noisy អូខេអញ្ចឹងពាក្យនេះគឺមាន2ព្យាង្គព្យាង្គទី1 noise ព្យាង្គទី2 see មានពីព្យាង្គអញ្ចឹងយើង spell មក n ស្មើនឹងអក្សរ n សំលេង n plus ជាមួយនឹង oi noise s ស្មើនឹងសសំលេងសហើយ y យើងធ្លាប់រៀនថាវាជាព្យញ្ជនៈស្មើនឹងយសំលេងយប៉ុន្តែពេលខ្លះ y នឹងគឺដើរតួជាស្រៈដូចពេលនេះ y ដើរតួជាស្រៈស្មើនឹងស្រៈ e អូខេស្មើស្រៈ e អញ្ចឹងទៅស្រៈ e c noisy ប្រើថារញ៉េរញ៉ៃអូខេឥឡូវយើងចូលទៅ deep song បន្តគឺ oy ស្មើនឹង o ដូចគ្នាឥឡូវយើងចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ពាក្យថា boy boy ឥឡូវឧទាហរណ៍មួយទៀតពាក្យថា toys toy អញ្ចឹងទៅ boy យើងប្រើថាក្មេងប្រុស toy យើងប្រើថាប្រភេទរបស់របរក្មេងលេងណាមានឡានជួរឡានអីចឹងទៅ toy អូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងសិក្សាបាន4 deep song បន្ថែមទៀតអញ្ចឹងរងចាំសិក្សានៅ deep song ផ្សេងៗជាបន្តនៅវីដេអូក្រោយ